បកងនេះតូចធំអីខ្ញុំញ៉ាំហើយអស់ហើយតែបើសួរខ្ញុំថារវាងបកងនេះធំហើយបកងនេះតូចចូលចិត្តមួយណាជាងគឺខ្ញុំចូលចិត្តបកងនេះតូចជាងបកងនេះធំក៏ទៅចំណាយដល់ជិត100គឺមកក៏100ជាងហើយមិនបានញ៉ាំប៉ុន្តែដល់ពេលបកងតូចនេះតម្លៃគេ25រៀលហើយដល់ពេលសាច់វិញញ៉ាំទៅមានអារម្មណ៍ថាវារៀងមានជាតិជាងបើបកងនេះធំហ្នឹងវាសាច់ណែនខ្លាំងមែនបងប្អូនប៉ុន្តែណែនខ្លាំងពេកដល់ថ្នាក់យើងពិបាកក្នុងការ enjoy វាហ្មងណាទៅលើរសជាតិរបស់វាណាប៉ុន្តែនេះវិញបកងទូចនេះគ្រាន់តែយកមកអាំងជាមួយនឹងប៊ឺហើយមួយខ្ទឹមមួយអីអញ្ចឹងក៏ខ្ញុំញ៉ាំត្រូវចិត្តដែរហើយអ្នកទាំងអស់គ្នាមើលខ្ញុំទាញសាច់គេឡងស្វិតជាប់នៅជាមួយសបកមួយអីហ្នឹងហ្មងណាហើយបើថាបកែឆ្កឹះគឺឆ្កឹះមកដឹងតែបានសាច់មកចំហៀងអញ្ចឹងហ្មងហើយសាច់ល្អអញ្ចឹងខ្ញុំដែរទៅហៅយកមនុយណាញ៉ៃយកមកនាំតែបាត់បង់រសជាតិដើមរបស់វាទេអញ្ចឹងខ្ញុំហៅតែប្រភេទដែលគេអាំងជាមួយនឹងប៊ឺមួយខ្ទឹមមួយអីចឹងទៅហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំរបៀបជូរអ្នកទាំងអស់គ្នាច្បាច់ក្រូចឆ្មាដាស់វាមិនតិចទៀតដូចខ្ញុំអញ្ចឹងបីឲ្យវាមានលេចរសជាតិផ្អែមចេញពីធម្មជាតិមកហ្មងអញ្ចឹងនៅក្នុងហ្នឹងគេដាក់គ្រឿងមកឡំហើយបងប្អូនអញ្ចឹងខ្ញុំដាក់ទៅក្រូចឆ្មាថែមទៀតទៅគឺគ្រប់គ្រាន់ហើយបកងមួយក្បាលមានចែកអ្នកណាទេចម្ប៉ារត់គឺសុំញ៉ាំម្នាក់ឯងហ្មងឈ្ងុយប៊ឺខ្លាំងឈ្ងុយខ្ទឹមខ្លាំងហើយបកងឡើងកណ្ដាញ់ពេញនៅក្នុងមាត់ខ្ញុំហ្មងតែកម្រងខ្ញុំគឺខ្ញុំទៅញ៉ាំប្រភេទសាច់ BBQ នេះទេដែលសាច់គេដាក់ចូលទៅក្នុងមាត់យើងឡើងទុនហ្មងបងប្អូនហើយគេចម្អិនយូរម៉ោងអារបៀបគេ slow cook ហើយលើកទី1ខ្ញុំទៅញ៉ាំអាហារដែលគេមាន welcome drink ខ្ញុំធ្លាប់តែចូលស្ថាគារចូលតែបានគេមាន welcome drink ដល់ពេលនេះគេមាន welcome drink ទឹកស្លឹកគ្រៃណាអីចឹងទៅហើយបើថា chip នេះគឺគេមានចម្រុះពណ៌ទៀត chip គេហ្នឹងពេលដែលញ៉ាំទៅវាថ្មីដែរមុខម្ហូបខ្ញុំមកបដាខ្ញុំខានតែញ៉ាំអីនៅនងយូរដែរបងប្អូនអញ្ចឹងហើយក៏ធ្វើវីដេអូចែកម្លែកអ្នកទាំងអស់គ្នាទៅពីព្រោះឃើញគេចេញមនុយថ្មីនេះគឺសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទសាច់អាំង BBQ ដែលគេធ្វើរបៀប slow cook អញ្ចឹងបងប្អូនមើលសាច់ឡើងឡេះហើយនេះគឺជាដុំឆ្អឹងជំនីបងប្អូនប៉ុន្តែពេលដែលញ៉ាំទៅអត់មានស្វិតមានអីទេហើយអ្នកទាំងអស់គ្នាមើលទោះបីជាសាច់វាមានជាប់ខ្លាញ់ជាប់អីចឹងមែនណាប៉ុន្តែបើយើងញ៉ាំក្តៅគឺមានតលន់ទេបងប្អូនកាទៀវឆាសអេអូនេះខ្ញុំសាកហៅទេដំបូងខ្ញុំគិតថាអូទៅញ៉ាំមីឆាញ៉ាំអីនៅនោះប៉ុន្តែដល់ពេលឃើញគេមានមនុយកាទៀវឆាចឹងក៏សាកកាទៀវឆាដែរទៅនេះភ្លាត្រីផ្ទួសមុទ្រ ceviche របៀបគេធ្វើមកលាយជាមួយនឹងបន្លែខ្មែរយើងហើយភ្លាត្រីផ្ទួសមុទ្រគេនឹងញ៉ាំទៅមានឆ្អាបត្រីអីណាបងប្អូនហើយយើងញ៉ាំទៅរបៀបវា refreshing ព្រោះដោយសារតែទឹកសោះគេហ្នឹងគឺហឹលតិចដែរបើបុកសាល់ម៉ុនបែបអេសាននេះខ្ញុំហៅបែបអេសានមែនប៉ុន្តែខ្ញុំសុំអត់យកម្ទេសហើយខ្ញុំគិតថាអត់យកម្ទេសសង្ស័យទៅចេញមកសិតតំណងទេអត់មានពណ៌មានអីស្រាប់តែពេលមានណាបងប្អូនពណ៌គេឡើងដិតទៅបីជាអត់មានម្ទេសក៏ដោយហើយញ៉ាំទៅឡើងឈ្ងុយប្រហុកហើយសាល់ម៉ុនគេហាន់មកក្រាស់ទៀតអូយឡើងពេញមាត់ហ្មងណាធម្មតាបុកអេសានណាគឺគេចូលចិត្តញ៉ាំហឹលខ្លាំងអញ្ចឹងម្នាក់ចូលចិត្តញ៉ាំហឹលខ្លាំងអីបងប្អូនហៅយកហឹលខ្លាំងទៅតែខ្ញុំញ៉ាំហឹលអត់កើតហើយក្នុងបុកសាល់ម៉ុនហ្នឹងគឺគេដាក់ទំពងដាក់ឡើងម្ចាស់ដៃចង់ញ៉ាំទៅវាឈ្ងុយសាឡាត់គោដុតនេះគេមានលួចអង្គលីងនៅក្នុងហ្នឹងញ៉ាំទៅឈ្ងុយដល់ហើយរបៀបគេធ្វើ refreshing ហ្មងបងប្អូនគ្រាន់តែថាសាឡាត់គោដុតហ្នឹងគឺរៀងហឹលអញ្ចឹងបើអ្នកណាដែលគាត់ចូលញ៉ាំហឹលគឺត្រូវហើយរសជាតិគេស្រាលឯងបងប្អូនអត់ដិតទេណាមិនដិតដូចបុកអេសានមិញឯងបុកអេសានមិញគេធ្វើរសជាតិដិតតែនេះគឺរសជាតិគេមិនល្មមអត់ឲ្យសាបពេកអត់ឲ្យដិតពេកទេព្រោះដោយសារតែឈ្មោះសាឡាត់អញ្ចឹងគេធ្វើញ៉ាំទៅរបៀប refreshing steak ខ្ញុំមកដល់ហើយតែភ្លេចប្រាប់បងប្អូនរឿងកាទៀវឆាអូនេះអ្នកចូលចិត្តញ៉ាំហឹលគឺត្រូវបងប្អូនហើយកាទៀវឆាគេហ្នឹងញ៉ាំទៅវារបៀបដូចឈ្ងុយសាច់ក្តាមនៅក្នុងហ្នឹងមិនដឹងទេអូសោះគេហ្នឹងវារបៀបប្លែកមាត់ខ្លាំងហ្មងគ្រាន់តែថារសជាតិកាទៀវឆាសអូហ្នឹងគឺហឹលសាច់គោឆ្អឹងជំនីគេហ្នឹងគេដាក់មកទាំងឆ្អឹងជំនីមកម្ដុំឲ្យយើងគៀមញ៉ាំចឹងហ្មងបងប្អូនបើសិនជាអ្នកទាំងនេះញ៉ាំមកកន្លែងជាប់ឆ្អឹងជំនីហ្នឹងវារៀងស្វិតដោយសារតែសៃប៉ុន្តែបើបងប្អូនញ៉ាំប្រភេទគេហាន់ឲ្យស្រាប់នៅក្នុងចានណាអាហ្នឹងគឺវាផុយល្អហ្មងហើយបើបកាអាំងគេវិញណាសាច់បកាគេឡើងផ្អែមដោយសារតែគេប្រើបកាខ្លាវហើយបន្លែគេនេះគេអាំងមកល្មមដើម្បីវាមានលេចរសជាតិផ្អែមហើយជាមួយនឹងប្រៃឡមដែរសាច់បកាគេត្រូវជាមួយនឹងទឹកត្រីកោះកុងដែលគេបុកនឹងហ្មងបងប្អូនហើយសាច់បកាឡើងណែនហ្មងនៅពេលដែលយើងញ៉ាំទៅយើងដឹងភាពស្រស់ហើយទឹកត្រីកោះកុងគេហឹលមកល្មមនេះសាច់ដែលខ្ញុំរងចាំដែរជាសាច់បាំងគោដែលគេយកទៅអាំងហើយគេអាំងមកវារបៀប smoky អញ្ចឹងនៅក្រៅដែលបងប្អូនមើលទៅខ្លោចហ្នឹងតែប៉ុន្តែហ្នឹងមិនមែនខ្លោចទេគឺជាគ្រឿងដែលគេប្រឡាក់សាច់បាំងគេហ្នឹងញ៉ាំទៅអត់តលន់ទេហើយឡើងទន់ល្មើយថាមិញខ្ញុំញ៉ាំមកឆ្អឹងជំនីគោហ្នឹងខ្ញុំសប្បាយចិត្តដល់ពេលខ្ញុំមកញ៉ាំសាច់បាំងនេះខ្ញុំសប្បាយចិត្តជាងហ្នឹងទៀតខ្ញុំគាត់ថាចេះអូបើសិនជាមាននំប៉័ងផ្ទាប់ជាមួយទៀតនឹងល្អប៉ុណ្ណាហើយគេមានដាក់អាខ្ទឹមជ្រក់នេះឲ្យយើងញ៉ាំផ្ទាប់ដែរខាញ់លោថាអូយើងញ៉ាំទៅតលន់អីចឹងណាប៉ុន្តែបើខ្ញុំអ្នកចូលចិត្តញ៉ាំប្រភេទសាច់អាំងបែបបរទេសអញ្ចឹងខ្ញុំអត់បាច់ញ៉ាំមួយខ្ទឹមហ្នឹងទេខ្ញុំញ៉ាំតែសាច់អាំងហ្នឹងសុទ្ធក៏បានដែរហើយគេមានដាក់ទឹកជ្រលក់ដាក់អីជ្រលក់ដែរតែខ្ញុំអត់ជ្រលក់ទេបងប្អូនព្រោះដោយសារតែរសជាតិគេគឺធ្វើមកវាមានជាតិស្រាប់មានលេចប្រៃលេខអីក្នុងហ្នឹងហើយចឹងខ្ញុំក៏ខ្ជិលជ្រលក់ហ្មងទៅខ្ញុំញ៉ាំ
ញ៉ាំលេងតែចឹងទៅខ្លាចអ្នកខ្លះមើលវីដេអូដល់ចប់ហើយសួរថាទីតាំងខ្ញុំញ៉ាំអីនៅណាខ្ញុំញ៉ាំនៅសាកបានបងប្អូនខ្ញុំទៅតាំងពីថ្ងៃមិនទាន់លិចស្រួលញ៉ាំអីហើយអង្គុយស្ដាប់ភ្លេងនឹងហ្មងទៅហើយ steak គេមានសាឡាត់ដើម្បីយកដាក់អាំងដែរធម្មតា steak គេមានតែប្រភេទបន្លែប្រមាណមុខដែលខ្ញុំបង្ហាញហ្នឹងនេះប៉ុន្តែគេមានសាឡាត់ទៀតបងប្អូនហើយខ្ញុំចង់ប្រាប់ថានៅកន្លែងខ្ញុំទៅញ៉ាំនៅអាស្រ័យហៅឡើងតៅគេគឺឆ្ងាញ់ជាងបន្លែផ្សេងទាំងអស់ហ្មងរបៀបគេធ្វើមកគឺធ្វើឲ្យលិចអារសជាតិផ្អែមរបស់ស្ដេចហៅឡើងតៅមកហ្មងហើយ steak គេមួយចានហ្នឹងខ្ញុំយកតម្លៃដូចជា$10ជាងបើតម្លៃថោកជាងគេរបស់ steak ហ្នឹងដូចជា$8ជាងហើយមកថាសគេមកមាន full set ហ្មងបងប្អូនឃើញអត់មានបន្លែមិនអីមកចប់ចឹងណាហើយគេមានទឹកសោសមិនអីយើងជ្រលក់ចឹងទៅហើយ steak គេខ្ញុំយកចំអិន50%ហាន់មកល្មមមកបងប្អូនចូលចិត្តសាច់នៅពណ៌រៀងចឹងខ្ញុំចូលចិត្តទៅញ៉ាំអីនៅសាកបានហ្នឹងដោយសារតែ vibe គេចេញមករបៀប family បងប្អូនអញ្ចឹងយើងមើលទៅវាអត់សូវអ៊ូអរខ្លាំងពេកយើងអាចអង្គុយសម្រាប់បដៅញ៉ាំអីបដៅទៅចែកគ្នាលេងអីគឺស្រួលស្ដាប់គ្នាវាអត់ថ្លង់ពេកអញ្ចឹងហើយ steak ដែលខ្ញុំញ៉ាំហ្នឹងគឺជាប្រភេទ steak សាច់ខាងផ្នែក rib eye ដល់ពេលអញ្ចឹងវាឡើងទន់ផុយល្អហ្មងណាបងប្អូនហើយផ្នែកហ្នឹងគឺសាច់គោវាមានជាតិខ្លាំងសូម្បីតែខ្ទឹមគេអីគេចំអិនមកឡើងផ្អែមហ្មងខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើពេលដែលខ្ញុំញ៉ាំអាស្ដៃហៅឡើងតៅហ្នឹងខ្ញុំអត់ដឹងគេធ្វើមិនទេប៉ុន្តែញ៉ាំទៅស្ដៃហៅឡើងតៅហ្នឹងគេឡើងផ្អែមហើយកន្លែងគេអាំងសាច់យ៉ាងអីហ្នឹងគេឲ្យយើងមើលឃើញហ្មងគេមានលាក់លៀមទៅណាបងប្អូនហើយបុគ្គលិកនៅក្នុងហាងគ្រាន់តែឃើញខ្ញុំទៅគេសិតតែផ្ដាំឲ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៀតថាសាកបានគេមានទីតាំងនៅប៉ោយប៉ែតអញ្ចឹងអ្នកប៉ោយប៉ែតក៏អាចទៅអង្គុយឈៀលនៅសាកបានដែរដោយមិនបាច់ចាំមកដល់ភ្នំពេញអ្នកបាត់ដំបងក៏ឡើងទៅសាកបានអ្នកសៀមរាបក៏អាចឡើងទៅសាកបានព្រោះដោយសារទីតាំងគេនៅប៉ោយប៉ែតហើយផ្នែក BBQ ផ្នែកអីហ្នឹងគឺមានតាំងពីម៉ោង2រសៀលរហូតដល់ម៉ោង11យប់បងប្អូនមើលឃើញខ្លួនឯងផ្លាកនេះសម្រាប់ទីតាំងសាកបានចាំខ្ញុំដាក់ឲ្យនៅក្នុង Google Map ខ្ញុំចិត្តទៅថតឲ្យមើលចឹងទៅពីព្រោះខ្ញុំក៏ខានទៅកន្លែងហ្នឹងយូរខ្ញុំក៏រៀងផ្លៃភ្នែកដែរដោយសារតែគេ renovate រហូតដល់បងប្អូនហើយខ្ញុំមិនសូវថតអីច្រើនហ្មងទេពីព្រោះខ្លាចជាប់ភ្ញៀវគេធម្មតាទៅហាងញ៉ាំអីចឹងគេគិត privacy គិតអីចឹងណាខ្ញុំអត់សូវថតមុខអ្នកញ៉ាំថតអីហ្មងទេខ្ញុំថតតែមុខខ្លួនឯងទេអញ្ចឹងនៅពេលនេះខ្ញុំចម្ប៉ារតសូមអរគុណសូមជម្រាបលាបាយបាយ